ពិធីប្រគេនទានព្រះវស្សានិងតេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពោធិ៍5000ដើមដើម្បីទ្រទ្រង់និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែចម្រើនរុងរឿងនាព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2026នេះវត្តពោធិ៍5000ដើមស្ថិតក្នុងឃុំគូលែនត្បូងស្រុកគូលែនខេត្តព្រះវិហារបានប្រារព្ធពិធីប្រគេនទានព្រះវស្សានិងនាំយកបច្ច័យព្រមទាំងប្រេងកាតនិងតេយ្យទានផ្សេងៗទៅវេប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសប្រកបដោយសទ្ធាជ្រះថ្លាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យនេះត្រូវបានផ្ដួចផ្ដើមនិងដឹកនាំដោយអាយដាមសួសសុកតារាប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកគូលែនព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកនពវុធីអភិបាលរងខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនិងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករក្នុងឱកាសនោះអាយដាមលោកជំទាវនិងពុទ្ធបរិស័ទបានបង្ហាញនៅទឹកចិត្តនិងសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យដោយបានប្រគេននៅគ្រឿងឧបភោគបរិភោគគ្រឿងបរិក្ខារចាំបាច់ផ្សេងៗដើម្បីប្រគេនដល់ព្រះសង្ឃសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេល3ខែការរៀបចំពិធីប្រគេនទានព្រះវស្សានេះមិនត្រឹមតែជាការបំពេញបុណ្យកុសលតាមបែបជំនឿសាសនាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការរួមសាមគ្គីភាពយ៉ាងរឹងមាំរវាងពុទ្ធចក្រនិងអាណាចក្រក្នុងការថែរក្សាវប្បធម៌ប្រពៃណីនិងជំនឿសាសនារបស់ជាតិហើយក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការកិត្តគូរនិងចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំនិងអាជ្ញាធរដែនដីលើការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានការរីកចម្រើននិងស្ថិតស្ថេរតាមរយៈសទ្ធាជ្រះថ្លានេះថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទទាំងអស់បានរួមគ្នាបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនភាពសុខសាន្តនិងសិរីសួស្តីជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកគូលែនក៏ដូចជាប្រជាជនកម្ពុជាទាំងមូលឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយ